ភាគទី10មង្គលការផ្នែកបន្ទោលបើណាវិសតែលោតកិច្ចទៅហើយបានណាឋានមិនចាប់ដៃបានមុននាងមិនចាំបាច់សួរអ្នកនៅចំពោះមុខគ្រាន់តែឃើញទឹកមុខឆោឡោនិងលីឡំដោយកំហឹងក៏ដឹងហើយថាមិត្តភក្តិដឹងរឿងដែលអ្នកខ្លះមករកនាងដល់ផ្ទះការពីម្សិលគេមករកនាងពីម្សិលឬបឺនហើយក៏ជាការប៉ັດមិត្តភក្តិសួររឿងបែបនេះមែនទើបនាងសើចញញឹមណាស់គេមកធ្វើអីណាឋានដាក់សម្ពាធភ្លាមកំឡុងពេលនេះនាងមិនចង់ឲ្យឪពុកម្ដាយឬកូនប្រុសបានលឺអ្វីដែលនាងនិយាយជាមួយមិត្តភក្តិទើបអូសឡើងទៅជាន់ទី2ភ្លាមហើយបើកបន្ទប់ដេករបស់ខ្លួនញាត់មិត្តភក្តិសម្លាញ់មេធំចូលទៅក្នុងនោះហើយបិទទ្វារភ្លាមគឺគ្មានអីទេកុំកុហកអេរ៉ុនប្រាប់ខ្ញុំថាម្សិលមិញជួបមិត្តភក្តិរបស់ម៉ាក់គេជួបមុខអេរ៉ុនគេដឹងហើយថាជាកូនរបស់អ្នកណាអ្នកដែលត្រូវស្ដីឲ្យបានត្រឹមតែរួញកនាងភ្លេចបញ្ជាក់ប្រាប់កូនប្រុសឲ្យឆឹងថាមិនគួរប្រាប់រឿងម្សិលដោយណាឋាននាងងក់ក្បាលដោយព្រមចាស់ចាញ់ចំពោះខុសតាំងគេដឹងហើយនាងនៅចិត្តត្រជាក់បានទៀតឬពេលនេះមិត្តភក្តិសួរដោយការភ្ញាក់ផ្អើលខ្ញុំមិនបានចិត្តត្រជាក់ទេណែតនាងលួងលោមមិត្តភក្តិទាំងដែលខ្លួនឯងកំពុងតឹងចិត្តខ្ញុំកំពុងដោះស្រាយបញ្ហាហើយខ្ញុំគិតថាពេលនេះខ្ញុំមិនគួររត់គេចទៀតទេលើកនេះវាមិនងាយដូចលើកមុនទេនេះបញ្ជាក់ទោះមើលមិនឃើញផ្លូវក៏ដោយបើសូមឲ្យណាឋានជួយម្ដងទៀតគិតថាខ្លួនឯងអាត្មានិយមពេកប៉ុណ្ណឹងនាងក៏អូសអ្នកនេះអ្នកនោះឲ្យមកអំពូលនឹងបញ្ហារបស់ខ្លួនណាស់ទៅហើយបានបន្ទោលច្រកមែនក៏នាងមិនចង់ធ្វើឲ្យអ្នកណាមានបញ្ហាទៀតណាឋានដកដង្ហើមធំដាក់រឿងស្មុគស្មាញនៅក្នុងជីវិតរបស់មិត្តសម្លាញ់គេមើលនាងក្រមុំដែលក្តីអាណិតហើយនិយាយដោយសំឡេងដែលល្អជាងមុនជាងការចំអន់ខ្ញុំប្រាប់នាងហើយថាឲ្យរៀបការជាមួយខ្ញុំតាំងពីដំបូងនាងក៏មិនព្រមតែក្រវីក្បាលទោះមិនមែនជាលើកដំបូងដែលមិត្តសម្លាញ់និយាយបែបនេះតែនាងមិនស៊ាំអត់ទេម្ដងទៀតហើយនាងបដិសេធខ្ញុំមិនចង់អូសលោកឲ្យមកពាក់ព័ន្ធនឹងបញ្ហារបស់ខ្លួនឯងប៉ុណ្ណឹងណាឋានជួយនាងច្រើនណាស់ទៅហើយបើត្រូវយកខ្លួនឯងមកពាក់ព័ន្ធជាងនេះនាងគ្មានថ្ងៃតបស្នងមិត្តភក្តិអស់ទេមិនអីទេរៀបការជាមួយនាងខ្ញុំមានតែបានផលប្រយោជន៍ណាឋាននិយាយលេងបន្លំមែនគ្រួសាររបស់គេមានគំនិតបុរាណគ្មានអ្នកណាដឹងទេថាគេជាគេលំបាកចិត្តយូរហើយនឹងការបិទបាំងក្រុមគ្រួសារប៉ុន្តែមិនអាចប្រាប់ការពិតបានសប្តាហ៍ថ្ងៃនេះអ្នកផ្ទះរបស់គេមិនសង្ស័យថាគូស្នេហ៍របស់គេពិតប្រាកដគឺ Peter មិនមែន Berna ពីព្រោះបាន Berna ជួយរហូតនាងជួយគេបានច្រើនដូចដែលគេជួយនាងការរៀបការក្នុងនាមរវាងនាងនិងគេមិនត្រឹមតែជួយនាងនោះទេនោះជួយគេទៀតផងប៉ុន្តែ Berna តែងតែគិតថាគេនឹងបាត់បង់ផលប្រយោជន៍ទាំងដែលគេធ្លាប់អធិប្បាយហើយការប៉ັດគេដឹងច្បាស់ថាមិត្តភក្តិមិនបានខ្លាចគេបាត់បង់ផលប្រយោជន៍ទេតែ Berna មិនអាចរៀបការជាមួយអ្នកណាបានទៀតព្រោះបេះដូងរបស់នាងខ្លាចជារបស់អាមេស៊ីនោះទៅហើយទោះយ៉ាងណាក៏ដោយក៏បើណានៅតែស្មោះត្រង់ស្រឡាញ់មនុស្សប្រុសម្នាក់នោះមិនអាចធ្វើអ្វីផ្សេងបានហើយពេលនេះប្រុសម្នាក់នោះត្រឡប់មកវិញដឹងរឿងកូនមិនយូរទៀតទេគ្រប់យ៉ាងនឹងត្រូវលាតត្រដាងណាថានព្រមទទួលស្គាល់ថាទោះយ៉ាងណាក៏គេស្អប់អាចង្រៃដែលចាត់ទុកមិត្តភក្តិរបស់គេជារបស់លេងជាងអាណិតវានឹងមិនចង់ឲ្យបើណាអភ័យទោសឬផ្ដោតឱកាសឲ្យវាទៀតឈួតមែនបើណាបដិសេធដូចដែលគេគិតមិនខុសលោកទៅវិញទេដែលបងផលប្រយោជន៍បំផុតណែតទើបណាថានបានតែព្រមទទួលយកការបដិសេធរបស់មិត្តភក្តិប៉ុន្តែទោះជាដូច្នេះក៏គេនៅតែអត់សង្ស័យមិនបានទើបសួរតែខ្ញុំសង្ស័យគេដឹងរឿងរបស់ពួកយើងដោយរបៀបណាក្រែងនាងប្រាប់ថាមិនទៅជួបគេចាំមិនក៏សុកគេសម្រុកដល់ផ្ទះបែបនេះលោកត្រូវតែមិនខឹងណែតនាងក្រមុំនិយាយឲ្យដកដង្ហើមធំនាងក៏ខឹងមិនដឹងថាខឹងយ៉ាងណាតែខឹងទៅក៏បានតែប៉ុណ្ណឹងគឺនាងធ្វើឲ្យបងប្រុសមិនបានដដែលណាថាដកទាំងមានប្រភ្នូផ្លាយហើយពេលងើយមកមើលបណ្ណាក៏ឃើញមិត្តភក្តិចិត្តស្និទ្ធមានទឹកមុខកាន់តឹងពេលដែលនិយាយឈ្មោះអ្នកដែលយករឿងរបស់ពួកគេទៅប្រាប់ Eden Anderson ភិតប្រាប់គេអាឈួតនោះដែលថានក្តាប់ដៃនឹកចង់ឲ្យក្នុងដៃរបស់ខ្លួនជាករបស់ Peter ធ្វើឲ្យរឿងស្មាញ់ដើម្បីអីពេលនេះគេនៅណាណាថានស្ទើរតែស្រែកខ្លាំងតាមរកមេភ្លើងទាំងដែលគេទៅតែប្រាប់ Peter សោះថាមិនឲ្យបង្ករឿងតែអាឈួតនោះបែរតែជាបង្ករឿងកាន់តែធំដោយការទៅប្រាប់ Eden Anderson ពីអាកំបាំងរបស់ប្អូនស្រីខ្លួនឯងអាឈួតភិតអាបងប្រុសឈួតគេមិនតន់ជួបភិតទេគេកិច្ចមកខ្ញុំកិច្ចមកគ្រប់គ្នាហើយវាគិតយ៉ាងណាបានជាទៅធ្វើបាបនឹងណាថានសួរឡើងចង់ស្រែកខ្លាំងទៅហើយតែបើណាក៏វាក្បានខ្ញុំក៏ចង់ដឹងដែរបើណាពេលតែឈប់ដកដង្ហើមទៅហើយពេលឡានមួយគ្រឿងបាត់មកឈប់ពីមុខពេលនាងប្រងឆ្លងផ្លូវតែពេលឃើញថាជាអ្នកណាចោះពីឡាននាងក៏បដូរទឹកមុខពីភ័យទៅជាងងឆ្ងល់ភ្លាមលោកមកធ្វើអីនៅទីនេះនាងសួរគេដោយការងឿងឆ្ងល់មិនស្មានថា Eden លេចមុខនៅម្ដុំផ្ទះនាងម្ដងទៀតម្ដុំនេះមិនមែនជាកន្លែងដែលគេត្រូវមកដើរលេងជាពិសេសឡានទំនើបដែលត្រូវគេចាប់អារម្មណ៍ជាពិសេសប៉ុន្តែ Eden បានជាមិនខ្វល់ពីបរិស្ថាននៅជុំវិញខ្លួនព្រោះគេដើរមកស្រវាចាប់ដៃរបស់នាងហើយបញ្ជាខ្ញុំមានតរៈទៅមករកមកឡើងឡានមិនត្រឹមតែនិយាយនៅអូសនាងឡើងឡានរស់ស្រួយទំនើបដែលចតពាំងផ្លូវសំណាងល្អដែលពេលនេះគ្មានឡានឆ្លងកាត់មិនទៅនាងបដិសេធព្រមទាំងកន្លោះដៃគេចេញខ្ញុំគិតថាយើងនិយាយគ្នាយល់ហើយគ្មានអីត្រូវនិយាយទៀតទេលើកមុននាងនិយាយជាមួយគេច្បាស់លាស់ហើយនឹងគិតថា Eden មិនមករញ៉េរញ៉ៃនឹងនាងទៀតទេអ្នកណាតែគិតថាពេលបាត់ខ្លួនពី3ថ្ងៃគេក៏ត្រឡប់បរំខាននាងទៀតនេះវាមិនដូច Eden Anderson ដែលនាងស្គាល់មនុស្សប្រុសម្នាក់នោះក្រអត់កត់តោមឆ្មឹងឆ្មៃសុំត្រឹមតណាបង្ហាញឲ្យឃើញច្បាស់ថាគេមិនចង់ពាក់ព័ន្ធសូម្បីតែយកភ្នែកមើលម្នាក់នោះនេះគេត្រូវនាងដេញម្ដងហើយម្ដងទៀតកិច្ចសន្យាក៏សញ្ញេរួចហើយដែលថាមិននៅពាក់ព័ន្ធលុយរបស់គេនាងទទួលហើយដែរតែហេតុអីបានជាគេមករញ៉េរញ៉ៃនឹងនាងទៀតបើណាអ្នកកំឡោះខំថ្មិញហើយឈ្មោះនាងឲ្យអនុវត្តតាមបន្តនាងបដិសេធនឹងព្រមចិត្តទុនដាក់គេ
ហើយក៏ឃើញគេដកដង្ហើមធំចូលជ្រៅៗដោយត្រូវការរងាប់អារម្មណ៍បន្ទាប់មកក៏គំរាមដោយសម្លេងត្រជាក់ដែលបង្ហាញឲ្យឃើញច្បាស់ថាគេកំពុងតែចិត្តអស់ការអត់ធ្មត់ហើយចង់ឡើងតាមសម្រួលឬឲ្យខ្ញុំអូសនាងឡើងខ្ញុំប្រាប់ថាមិនមួយគេចាប់ផ្ដើមរាប់លេខជាសញ្ញាបញ្ជាក់ច្បាស់ថាគេមិនទទួលយកការបដិសេធប៉ុន្តែបើណាក៏មិនព្រមចាញ់គេដែរលោកបង្គាប់បង្ខំខ្ញុំមិនបានទេចង់ធ្វើអីលេងខ្ញុំនាងរើបំរាស់ព្រោះអ្នកដែលទៅតែរាប់បានមួយបែរជាសង្គ្រប់មាត់របស់នាងដោយបាត់ដៃហើយលើកបីដើរសម្ដៅទៅឡានដែលបើកទ្វារធំទូលាយផាំងគេរុញនាងឲ្យកាប់មុខទៅនឹងក្នុងឡានហើយខ្លួនឯងក៏ឡើងតាមដោយទ្វារក៏ត្រូវបិទបណ្ណាទ្រពទៅលើកៅអីក្បែរគេប្រឹងងើបអង្គុយហើយនាងក៏ខឹងឡើងច្រាឈាមពេញមុខក្តាប់ដៃណែននាងដើរគេបានតែមួយដៃក៏ត្រូវគេស្រវាចាប់កដៃជាប់នឹងទាញឲ្យអង្គុយលើផ្លូវដោយដៃម្ខាងបិទមាត់នាងដៃម្ខាងទៀតអោបចង្កេតដើម្បីឲ្យនាងឈប់រើបំរាស់ឡើងខ្ញុំឈប់វាយខ្ញុំទៅគេបញ្ជាដាក់ក្បាលរបស់នាងបើឈប់ខ្ញុំនឹងលែងនាងក្រមុំព្រមស្ងប់ទើបអេដេនលែងតាមសន្យាប៉ុន្តែគេលែងតែដៃដែលបិទមាត់ប៉ុណ្ណោះព្រោះនាងមិនអាចចោះពីផ្លូវរបស់គេបានដោយសារត្រូវដៃរឹងមាំឲ្យចង្កេះជាប់លោកកាត់ឈ្មោះស្អី Eden Anderson នាងស្រែកខ្លាំងៗពេលមាត់មានសេរីភាពលែងចាប់ចម្រិតទាំងកដាថ្ងៃបែបនេះមិនខ្លាចច្បាប់ទេឬយ៉ាងម៉េចចាប់ចម្រិតស្អីគេធ្វើឲ្យរំភើបនាងនិយាយជ្រុលពេកហើយខ្ញុំគ្រាន់តែអញ្ជើញនាងមកនិយាយគ្នាស្រួលបួរតែនេះមិនព្រមអញ្ជើញនាងដំឡើងសម្លេងបើកភ្នែកធំៗចំពោះអ្វីដែលគេនិយាយជើញនាងដំឡើងសម្លេងបើកភ្នែកធំៗចំពោះអ្វីដែលគេប្រាប់ត្រង់ណាដែលគេធ្វើដូចអញ្ជើញនេះជាការចាប់ចម្រិតច្បាស់ណាស់មែនគេតបដោយសម្លេងរាបស្មើហាក់ដូចជារឿងធម្មតាខ្ញុំប្រាប់ថាមានតារៈចង់និយាយជាមួយទើបបានមករកនាងដល់ទីនេះបើណាសម្លក់សម្លឹងម្ចាស់ផ្លូវជ្រិញខ្លាំងទើបកដោបដៃដាល់ជើងរបស់គេខ្លាំងៗលោកប្រើពាក្យថាអញ្ជើញដោយទឹកមុខនឹងពាក្យគម្រាមបែបនេះថែមទាំងការអូសទាញទាំងកដាថ្ងៃចេះថាជាការអញ្ជើញឬនាងសួរដោយកំហឹងហើយកំហឹងក៏កើនឡើងពេលគេតបតដែលនាងដើរគេដោយការអោបរឹតកាន់តែណែនធ្វើនាងមានអារម្មណ៍ថាខ្លួនឯងចិត្តរលាកជាសាច់មួយជាមួយនឹងគេទៅហើយនាងថប់ដង្ហើមចង់តវ៉ាឲ្យគេដោះលែងប៉ុន្តែត្រឹមតែមិនព្រមរំសាយដៃហើយនៅរត់កាន់តែណែនទៀតនាងក្បាលរឹងមិនមែនជាកំហុសរបស់ខ្ញុំទេអូខេចុះឡាននាងបញ្ជានៅខាងមុខមាន Starbucks យើងទៅនិយាយគ្នានៅត្រង់នោះនាងនិយាយព្រមទាំងចង្អុលទៅខាងមុខប៉ុន្តែម្ដងទៀតហើយដែលត្រូវគេបដិសេធខ្ញុំបញ្ចោតហើយយើងក៏មិននិយាយគ្នានៅ Starbucks ដែរនាងយកស្អីគិតបើណែចុងក្រោយគេសួរដោយការសង្ស័យថានាងល្ងងឬឈួតដែលឲ្យគេទៅនិយាយគ្នានៅទីនោះទើបឲ្យខ្ញុំយករឿងធំដល់ម្លឹងទៅនិយាយនៅក្នុងហាងកាហ្វេដែលមានមនុស្សចិញ្ចោលទើបឲ្យខ្ញុំយករឿងធំដល់ម្លឹងទៅនិយាយនៅហាងកាហ្វេដែលមានមនុស្សចិញ្ចោលឧបអកបែបហ្នឹងបានអ្នកណាបានលើតិចមានព័ត៌មានធំគេមិនមែនជាមនុស្សធម្មតាគេគឺជា Eden Anderson ជីវិតរបស់គេសប្តាហ៍ថ្ងៃមានតែមនុស្សតាមដានដោយតារា Hollywood នាងចង់ឲ្យរឿងនេះខ្លាចតែជាព័ត៌មានល្បីទូទាំងពិភពលោកឬយ៉ាងម៉េចទើបបានជាឲ្យទៅកន្លែងមនុស្សច្រើនបែបនោះអញ្ចឹងចោតឡាននិយាយគ្នាតាមផ្លូវក៏បាននាងដាក់សំណើមិនបាច់ឲ្យមនុស្សរបស់លោកបើកទៅកន្លែងផ្សេងចឹងហើយណាស់ក៏មិនបាច់នៅលើឡានដែលកំពុងរត់ទៅណាក៏មិនដឹងនឹងដើម្បីបង្ការអាសន្ននាងអាចរត់គេចបានតែបើឡាននៅតែរត់បែបនេះនាងទៅណាបានទៅគេកំពុងនាំយើងទៅពលានយន្តហោះចម្លើយរបស់គេធ្វើឲ្យនាងក្រមុំបាក់ភ្នែកធំចាទៅពលានយន្តហោះធ្វើអីនឹងហើយរឿងដែលខ្ញុំចង់និយាយជាមួយនាងអ្នកកំឡោះអោនមកមើលមុខដែលបែរមករកនាងឃើញគេញញឹមហើយតបតដោយសម្លេងរាបស្មើយើងនឹងទៅ Las Vegas ដើម្បីធ្វើពិធីរៀបការបន្ទាន់និងចោះសមរភាពពីលោកឈួតហើយឬទឹកនេះនាងស្រែកខ្លាំងៗប្រឹងរើបំរាស់ចោលពីផ្លូវរបស់គេប៉ុន្តែ Eden កាន់តែរឹតដៃដើម្បីនាងស្ងប់ចង់ឲ្យនាងស្ងប់យ៉ាងម៉េចមនុស្សម្នាក់នេះឈួតហើយរៀបការអញ្ចឹង Eden បាត់មកពី3ថ្ងៃប្រហែលជាទៅត្រៀមការអស់នេះសិទ្ធិរបស់កូនអញ្ចឹងឬនាងមិនឲ្យគេមានសិទ្ធិជាដាច់ខាតលោកឈួតហើយនាងកំហកខ្លួនប្រាណញ័រតែត្រូវខ្ញុំរៀបការជាមួយលោកដាច់ខាតនាងបដិសេធប៉ុន្តែអ្នកកំឡោះមិនខ្វល់ព្រោះគេឈ្មោះមុខនឹងក្តោកស្រាប់ខ្យល់ដង្ហើមក្តៅអ៊ុនៗនឹងកញ្ចឹងកធ្វើឲ្យនាងព្រឺសម្បុរនឹងរកខ្លួនស្ដុកដោយទប់ទល់មិនត្រូវនឹងការប៉ះពាល់នោះនាងគ្មានសិទ្ធិជ្រើសរើសទេបើណាហើយបើនាងមិនព្រមខ្ញុំនឹងមិនធានាទេថាបងប្រុសរបស់នាងមានសភាពបែបណាបន្ទាប់ពីខ្ញុំដោះលែងគេនាងក្រមុំរលែងរលោងទឹកភ្នែកនឹងការគំរាមរបស់មនុស្សគ្មានបេះដូងលោកថោកទាបនាងបានតែខំថ្មិញជេរគេទាំងទឹកភ្នែករហេមរហាមតែអេដេនមិនខ្វល់ពីការឈឺចាប់របស់នាងបន្តិចគេលើកដៃចាប់ចង្ការបស់នាងឲ្យបែរមុខដោយខ្លួនឯងអោនមកសង្កត់បបោមាត់នឹងស្មាសខ្ចីធ្វើឲ្យនាងបោកភ្នែកធំលើសដើមពេលត្រូវគេខំស្មាគេដូចសត្វព្រៃដែលកំពុងកំចាយកំហឹងហើយនាងក៏ខ្លាចខ្លាំងដែលមិនហ៊ានតបតទើបបានតែធ្វើឲ្យគេធ្វើតាមអំពើចិត្តហើយមិនយូរប៉ុន្មានគេក៏ដកបបោមាត់ចេញព្រោះខ្យល់ដង្ហើមក្តៅអ៊ុនលើស្បែករបស់នាងហើយនិយាយដាក់តាជាគឺស័ក្តិសមនឹងមនុស្សស្រីដូចនាងហើយខ្ញុំទៅធ្វើស្អីលោកមិនក៏ចាំបាច់បង្ខំខ្ញុំបែបនេះគេហ៊ានយកជីវិតបងប្រុសរបស់នាងមកគំរាមគេធ្វើអីភេទទៅអញ្ចឹងតែបានជាថ្ងៃនោះភេទបាត់ខ្លួនអេដេសានមនុស្សថោកទាបបានមកចង់រៀបការជាមួយខ្ញុំអញ្ចឹងបកគោសិទ្ធរបស់កូនឲ្យមកខ្ញុំមកនាងជាចាប់ដល់ថ្នាក់ធ្វើអីមិនត្រូវបានតែអង្គុយយំតែទោះជាដូច្នេះក៏មិនព្រមចាញ់ខ្ញុំធ្វើបែបនោះមិនបានទេលោកគុំសង្ឃឹមថាយកកូនបាននាងកំហកដោយកំហឹងសម្រាប់នាងសម្រាប់នាងតែគុំសង្ឃឹមថាយកកូនពីនាងបាននឹងធ្វើបាបក្រុមគ្រួសាររបស់នាងបានយ៉ាងច្រើនស្រាប់តែនាងមិនព្រមចាញ់គេ
អញ្ចឹងនាងព្រមរៀបការជាមួយខ្ញុំទៅប៉ុណ្ណាគេលបងដោយសម្លេងសោកសោករបស់បិសាចព្រោះខ្ញុំនឹងមិនព្រមដកដៃពីកូនហើយបន្ទាប់ពីខ្ញុំច្បាស់ហើយថាបានសិទ្ធជាឪពុកនាងនឹងមិនអាចបំបែកកូនពីខ្ញុំបានពេលនោះចាំយើងទាំងពីរលែងគ្នានឹងយល់ដល់នាងដែលមិនរំលូតកូនប្រុសខ្ញុំចោលថែមទាំងចិញ្ចឹមមើលថែបានយ៉ាងល្អខ្ញុំនឹងឲ្យប្រាក់មួយចំនួនសង្ឃឹមថានាងពេញចិត្តហាច់នាងចាប់ចង្ការរបស់គេជាប់ហើយខ្ញុំបំណងឲ្យគេឈឺដូចនាងកំពុងឈឺនឹងពាក្យសម្ដីដ៏កាយសាហាវរបស់គេលោកអញថោកទាបអីដែរអេដេសាននាងខឹងគេដល់ថ្នាក់មានតែកំណត់ចង់សម្លាប់គេកុំគិតថាខ្ញុំព្រមចាស់ចាញ់លោកមិនអាចយកកូនពីខ្ញុំបានងាយៗទេខ្ញុំនឹងស៊ូដល់ទីបំផុតចាំមើលទៅនាងស្រែកខ្លាំងៗខណៈដែលអេដេនរុញនាងចេញពីផ្លូវដោយការស្អប់ខ្ពើមធ្វើឲ្យនាងដួលទៅលើកៅអីក្បែរនោះក្រាបនៅលើនោះដោយរកវាគួរឲ្យសង្វេគហាក់ដូចជាទេសកលដែលស៊ូនឹងម្ចាស់ជីវិតអញ្ចឹងស៊ូទៅអេដេនធ្វើមិនបានដូចមាត់និយាយគុំមកហោមដាក់ខ្ញុំអ្នកកំឡោះសម្លឹងមើលមុខនាងដោយភាពក្អឹកក្តោបនិងសោកក្រោះនាងក៏ដឹងថាខ្ញុំតបស្នងនាងយ៉ាងណាបើនៅតែហ៊ានរៀបរៀងខ្ញុំទៀតអកប្បកិរិយាជឿជាក់នឹងមានភាពជាអ្នកឈ្នះរបស់អេដេនធ្វើឲ្យនាងបានតែញ័រខ្លួនទោះភ័យខ្លាចតែនាងនឹងស៊ូគ្មានថ្ងៃប្រមឲ្យគេយកកូនពីនាងបានជាដាច់ខាតគ្មានថ្ងៃ